សូមគោរពជម្រាបសួរលោកស្រីនិងនាងកញ្ញាដែលកំពុងតាមដានទស្សនានៃកម្មវិធីផ្សាយរបស់ Page នៃ Visual Apsara ជាទីមេត្រីខណៈពេលនេះនាងខ្ញុំលឿងសុផានីសូមជូនព្រឹត្តិការណ៍ប្រចាំថ្ងៃការផ្ដល់អនុទានសម្រាប់ទិញលំនៅឋាននៅកម្ពុជាកាន់តែទូលំទូលាយជាមួយនឹងអត្រាការប្រាក់ទាបជាងមុនកំណត់ផ្លូវជាតិលេខ7សម្រាប់បានការសាងសង់ជាង 43% គ្រោងនឹងបញ្ចប់នៅឆ្នាំ 2026 ខាងមុខគ្រូគឺជាកត្តាចម្បងនៅក្នុងការសម្រេចគុណភាពអប់រំជៀសវាងទម្លាប់3ដែលជំរុញឲ្យសុខភាពហិរញ្ញវត្ថុកាន់តែលំបាកគណៈប្រដាល់សកលកម្ពុជាប្រើយុទ្ធសាស្ត្រថ្មីដើម្បីបង្កើនគុណផលអត្តពលិកខ្លួនរួមជាមួយនឹងព្រឹត្តិការណ៍សំខាន់មួយចំនួនទៀតជាកិច្ចចាប់ផ្ដើមនៃកម្មវិធីនាងខ្ញុំសូមជូនព្រឹត្តិការណ៍សេដ្ឋកិច្ចនិងអប់រំការផ្ដល់ឥណទានសម្រាប់ទិញលំនៅឋាននៅកម្ពុជាកាន់តែទូលំទូលាយជាមួយនឹងអត្រាការប្រាក់ទាបជាងមុនការផ្ដល់ឥណទានសម្រាប់ទិញលំនៅឋាននៅក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះឃើញថាកាន់តែមានភាពទូលំទូលាយដោយធនាគារជាច្រើនបានផ្ដល់ឥណទានទៅកាន់អតិថិជនសម្រាប់ទិញលំនៅឋានជាមួយនឹងលក្ខខណ្ឌកាន់តែងាយស្រួលជាងមុនលោកអ៊ីនលីអុនតំណាងធនាគារវិញបានថ្លែងនៅក្នុងវេទិកាមួយនាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាពេលកន្លងមកឲ្យដឹងថាធនាគារវិញបានផ្ដល់លក្ខខណ្ឌឥណទានសម្រាប់អតិថិជនទិញផ្ទះរហូតដល់ 70% នៃទ្រព្យធានានិងអាចផ្ដល់ឥណទានរហូតដល់$5 លានអាមេរិកនិងមានរយៈពេលរហូតដល់25ឆ្នាំជាមួយនឹងអត្រាការប្រាក់ចាប់ពី8កណ្ដោសញ្ញា 5% ឡើងទៅសម្រាប់ការបង់ត្រឡប់មកវិញធនាគារក៏ផ្ដល់លក្ខខណ្ឌជូនអតិថិជនដោយបត់បែនទៅតាមស្ថានភាពជាក់ស្ដែងនិងទៅតាមប្រាក់ចំណូលរបស់អតិថិជនផងដែរដោយវានឹងអាស្រ័យទៅលើការចរចានិងការសិក្សាជាក់ស្ដែងរវាងធនាគារនិងអតិថិជនចំណែកលោកពីងមេងលីប្រធាននាយកដ្ឋាននៃធនាគារអភិវឌ្ឍន៍អាស៊ីចំកាន់ ABA ក៏បានថ្លែងប្រាប់ឲ្យដឹងផងដែរថាធនាគារ ABA ក៏មានផ្ដល់នៅកម្ចីសម្រាប់ទិញផ្ទះជូនប្រជាជនកម្ពុជាដោយគិតអត្រាការប្រាក់ទៅតាមទំហំឥណទានជាក់ស្ដែងបើសិនជាអតិថិជនយកកម្ចីដែលមានទំហំចាប់ពី$20,000រហូតដល់$10,000អាមេរិកធនាគារគិតអត្រាការប្រាក់តែ 7% ប៉ុណ្ណោះក្នុងមួយឆ្នាំបើសិនជាអតិថិជនស្នើសុំឥណទានទិញផ្ទះចាប់ពី$10,000ឡើងទៅធនាគារនឹងផ្ដល់អត្រាការប្រាក់ទាបជាងនេះគឺចាប់ពី6កណ្ដោសញ្ញា 5% និងមានរយៈពេលឥណទានរហូតដល់25ឆ្នាំជាមួយនឹងទំហំឥណទានរហូតដល់ 80% នៃទ្រព្យធានាឯកឧត្តមសាយសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានថ្លែងនៅពេលកន្លងមកឲ្យដឹងថាការផ្ដល់ឥណទានសម្រាប់ទិញលំនៅឋានជាមួយនឹងអត្រាការប្រាក់ទាបវានឹងធ្វើឲ្យប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់ស្នាក់នៅបានហើយនៅពេលណាធនាគារផ្ដល់អត្រាការប្រាក់ទាបសម្រាប់ឥណទានទិញផ្ទះនៅពេលនោះប្រជាពលរដ្ឋនឹងសល់ប្រាក់សន្សំខ្លះទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនបានថែមទៀតផងដូចជាទិញរថយន្តទិញម៉ូតូឬអាចមានលទ្ធភាពទិញផ្ទះទី2ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចកាន់តែដំណើរការល្អយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Credit Bureau Cambodia បានឲ្យដឹងថាគិតត្រឹមដាច់ឆ្នាំ2024ចំនួនអ្នកប្រើប្រាស់កម្ចីសម្រាប់ទិញផ្ទះមានជាង20,000នាក់បើគិតជាទឹកប្រាក់ដែលធនាគារនិងមីក្រូហិរញ្ញវត្ថុផ្ដល់ជូនមានចំនួនសរុបជិតដល់$8,000 លានអាមេរិកនេះមិនទាន់រាប់បញ្ចូលនៅចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋទិញលំនៅឋានដោយបង់រំលោះជាមួយនឹងអ្នកអភិវឌ្ឍន៍ឬក៏ម្ចាស់បរិយានានានៅឡើយលើកទី1នៅក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនជូនព័ត៌មានដោយលោកប៉ារ៉ាឌីបំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត Connection Under Pressure ក្រោមគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែប Digital ក្នុងតំបន់ទីប្រជុំជនត្រូវបានតភ្ជាប់ដោយជោគជ័យពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងឯកឧត្តម Yuino Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
តាមការសិក្សាកន្លងមកការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយ៍បូមទឹកឆៅកោះនរាមកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមកកាន់1600មីលីម៉ែត្រស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ1នេះចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនេះរួចដែលមានសមត្ថភាពផលិត260,000ម៉ែត្រគូបក្នុងមួយថ្ងៃរយៈពេលប្រមាណ1សប្តាហ៍ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង30%នៃបរិមាណផលិតផលសរុបរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញហើយនឹងប៉ះពាល់ដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅប្រមាណ1លាននាក់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញនិងក្រុមអ្នកជំនាញការជប៉ុនបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីរិះរកវិធីសាស្ត្របញ្ជៀសការកាត់ផ្តាច់សេវាឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាតនៅពេលអនុវត្តការតភ្ជាប់នេះជាលទ្ធផលរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញបានទទួលការគាំទ្រផ្នែកបច្ចេកទេសនិងសម្ភារៈតាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំចាំបាច់ផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែប Digital ក្នុងតំបន់ទីប្រជុំជនក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនគួរជម្រាបថាគម្រោងសាងសង់ស្ថានីយ៍បូមទឹកឆៅថ្មីកោះនរាជាគម្រោងជំនួសស្ថានីយ៍បូមទឹកឆៅក្តីតកុយដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍកោះនរាថ្មីរបស់ក្រុមហ៊ុន OCICឯកឧត្តមលោកណារ៉ូប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងថានេះជាលើកទី1ក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំចាំបាច់ផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំចាំបាច់ផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតនេះនិងធានានិរន្តរភាពនឹងការផ្គត់ផ្គង់ទឹកស្អាតជូនដល់អតិថិជនក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មផលិតកម្មនិងសេវាកម្មនានាដែលត្រូវការទឹកស្អាតបន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគម្រោងនេះក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនៅស្ថានីយ៍បូមទឹកឆៅមួយដែលមានសមត្ថភាពលើសពីស្ថានីយ៍បូមទឹកឆៅក្តីតកុយកំណត់ផ្លូវជាតិលេខ7ស្គុនគីហ្សូណាប្រវែង 45,50 គីឡូម៉ែត្រសម្រាប់ការសាងសង់បានជាង 43% គ្រោងនឹងបញ្ចប់នៅឆ្នាំ2026ខាងមុខគិតត្រឹមចុងខែមីនាឆ្នាំ2025នេះគម្រោងសាងសង់កំណត់ផ្លូវជាតិលេខ7ពីរង្វង់មូលស្គន់ដល់គល់ស្ពានគីសូណាក្រុងកំពង់ចាមខេត្តកំពង់ចាមប្រវែង45កណ្ដោសញ្ញា50គីឡូម៉ែត្រសម្រាប់បានសមិទ្ធផលប្រមាណជា 43% ហើយដោយនឹងបញ្ចប់ទាំងស្រុងនៅអំឡុងឆ្នាំ2026ខាងមុខនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹងថាគិតត្រឹមដើមសប្តាហ៍ទី3នៃខែមីនាឆ្នាំ2025គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7ជា4គន្លងស្គន់កំពង់ចាមប្រវែងសរុប45កណ្ដោសញ្ញា50គីឡូម៉ែត្រចាប់ផ្ដើមពីស្រុកជើងព្រៃរហូតដល់ក្រុងកំពង់ចាមខេត្តកំពង់ចាមការអនុវត្តគម្រោងសម្រាប់បានលទ្ធផលជារួម 43% ហើយគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7ត្រូវបានធ្វើឡើងជាប្រភេទ ACកម្រាស់9សង់ទីម៉ែត្រទទឹង24កណ្ដោសញ្ញា5ម៉ែត្រដោយត្រូវសាងសង់ស្ពានថ្មីតូចធំចំនួន8មានប្រវែងសរុប156ម៉ែត្រជួសជុលស្ពានតូចធំចំនួន7ស្ពានស្មើនឹងប្រវែងសរុប116ម៉ែត្រលូរំដោះទឹកភ្លៀងលូរំដោះទឹកកខ្វក់និងបរិក្ខារចរាចរណ៍នានាគួរឲ្យដឹងដែរថាផ្លូវជាតិលេខ7គឺជាខ្សែផ្លូវយ៉ាងសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលដើម្បីសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនផលិតផលកសិកម្មឧស្សាហកម្មព្រមទាំងលើកកម្ពស់ការអភិវឌ្ឍនិងសកម្មភាពសេដ្ឋកិច្ចសង្គមជាតិខ្សែផ្លូវនេះតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ6ពីរង្វង់មូលស្គន់ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញទិសដៅខេត្តកំពង់ធំនិងខេត្តសៀមរាបនិងតភ្ជាប់ទៅតាមបណ្ដាផ្លូវសំខាន់ៗផ្សេងៗទៀតបើតាមឯកឧត្តមលឹមស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថាចាប់ពីដើមខែមេសាឆ្នាំ2025នេះប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួលជាងមុនដោយគម្រោងបានសម្រេចនៅការក្រាលថ្មនិងចាក់កៅស៊ូបានជាបណ្ដាហើយក៏បានរៀបចំសួនច្បារកណ្ដាលផ្លូវជាបន្តបន្ទាប់ប៉ុន្តែ
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំងសូមអំពាវនាវដល់អ្នកប្រើប្រាស់កំណត់ផ្លូវជាតិលេខ7ស្គន់កំពង់ចាមមេត្តាប្រុងប្រយ័ត្នខ្ពស់ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបានដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃនិងបើកបរក្នុងល្បឿនសមល្មមដែលជាផ្នែកមួយជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹងថាផ្អែកតាមសន្ទុះល្បឿននិងភាពមមាញឹកនៃការដ្ឋានកំណត់ផ្លូវដ៏សំខាន់នេះនឹងសម្រេចវឌ្ឍនភាពក្នុងអំឡុងឆ្នាំ2026ខាងមុខលឿនជាងផែនការដែលបានគ្រោងទុកលោកស្រីអ្នកនាងកញ្ញាងាកមកចាប់អារម្មណ៍ជាមួយនឹងព្រឹត្តិការណ៍អប់រំវិញម្ដងដែលតាក់ទងទៅនឹងគ្រូគឺជាកត្តាចម្បងនៅក្នុងការសម្រេចគុណភាពអប់រំក្នុងបទកថាស្ដីពីខ្ញុំចង់ក្លាយជាគ្រូបង្រៀនល្អកាលពីពេលថ្មីនេះឯកឧត្តមបណ្ឌិតសភាចារណាតប៊ុនរឿនប្រលេខាធិការក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាគ្រូគឺជាកត្តាចម្បងនៅក្នុងការសម្រេចគុណភាពអប់រំឯកឧត្តមបណ្ឌិតសភាចារមានប្រសាសន៍បញ្ជាក់ថាការអប់រំពេលបច្ចុប្បន្នត្រូវលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈសមត្ថភាពសហគ្រិនការច្នៃប្រឌិតនវានុវត្តន៍គុណធម៌មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវសុខភាពល្អកាយសម្បទារឹងមាំទួនាទីស្ត្រីនិងកិច្ចគាំពារសង្គមដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050ដែលពលរដ្ឋត្រូវតែមានបំណិនសតវត្សទី21និងភាពជាពលរដ្ឋសកលឯកឧត្តមបណ្ឌិតសភាចារណាតប៊ុនរឿនបានរំលេចថាចំណុចស្នូលដែលគ្រូបង្រៀនល្អមាន 1. លើកកម្ពស់សីលធម៌របស់គ្រូបង្រៀន 2. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន 3. លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការអប់រំឯកឧត្តមបណ្ឌិតសភាចារបានលើកឡើងទៀតថាដើម្បីសម្រេចគោលដៅដ៏ជាក់លាក់នេះលោកគ្រូអ្នកគ្រូត្រូវតែមានឆន្ទៈការបដិញ្ញាចិត្តខ្ពស់សមត្ថភាពក៏ដូចជាឱកាសនិងការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ទន្ទឹមនឹងនេះក្នុងនាមជាអ្នកដឹកនាំក៏ត្រូវតែមានវិន័យគោរពពេលវេលាទន់ភ្លន់តែមើងម៉ាត់រៀនស្ដាប់គិតកត់សួរនិងឆ្លើយរៀននិយាយរៀនធ្វើឲ្យសង្គមទទួលស្គាល់ឲ្យតម្លៃនិងត្រូវការដោយពាក្យចាស់ពោលថាគ្រូជាឪពុកម្ដាយទី2ស្រឡាញ់សិស្សយកចិត្តទុកដាក់បារម្ភពីសិស្សនិងជួយសិស្សគ្រប់កលៈទេសៈគួរជម្រាបជូនដែរថាដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្មក្រសួងអប់រំបានរៀបចំគោលនយោបាយស្ដីពីគ្រូបង្រៀនដែលមានចក្ខុវិស័យកសាងគ្រូបង្រៀនឲ្យមានចំណេះដឹងជំនាញសិលធម៌និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គមការកសាងគ្រូបង្រៀនឆ្នើមដែលមានឧត្តមភាពសក្តានុពលសង្គមកោតសរសើរដើម្បីផលិតមូលធនមនុស្សកម្ពុជាឆ្លើយតបទៅនឹងសង្គមពុទ្ធិនិងវិបុលភាពជៀសវាងទម្លាប់3ដែលជំរុញឲ្យសុខភាពហិរញ្ញវត្ថុកាន់តែលំបាកការសន្សំថវិកាពុំមែនជារឿងសាមញ្ញពេកនោះទេជាពិសេសចំពោះយុវវ័យទោះបីជាកើតមកនៅក្នុងកម្រិតជីវភាពសមរម្យក៏ដោយតាមរយៈគេហទំព័រ Works and Money បានរកឃើញថាយុវវ័យភាគច្រើនបានប្រើប្រាស់ចំណូលស្ទើរតែទាំងអស់នៅក្នុងមួយខែរបស់ពួកគេដោយគ្មានការសន្សំដែលនេះគឺជាហានិភ័យមួយនៅក្នុងរយៈពេលវែងត្បិតការសន្សំមិនត្រូវជាមួយនឹងស្ថានភាពគ្រប់គ្នាប៉ុន្តែការសន្សំក៏ដូចជាការចាយវាយឲ្យត្រូវខ្ទង់ឬចាយឲ្យឆ្លើយតបទៅនឹងតម្រូវការចាំបាច់គឺមានភាពសំខាន់ចំពោះអ្នកដែលមានកម្រិតជីវភាពមិនធូរធាររួមទាំងកម្រិតមធ្យមជាដើមយ៉ាងណាក៏ដោយគេបានរកឃើញទម្លាប់មិនល្អ3ដែលយុវវ័យគួរតែជៀសវាងដើម្បីរំដោះខ្លួនពីទម្លាប់ចាយវាយដែលមិនល្អ1មិនខ្វល់ខ្វាយអំពីចំនួនទឹកប្រាក់ផ្ទាល់ខ្លួនការដែលមិនពិនិត្យតាមដានចំនួនថវិកាដែលមានក៏ដូចជាការមិនតាមដានរាល់ការចំណាយប្រចាំថ្ងៃនោះនឹងជំរុញឲ្យមានទម្លាប់ចាយលើសចំណូលដោយមិនដឹងខ្លួនការតាមដានចំណូលចំណាយបានទៀងទាត់វាគួរឲ្យខ្លាចតែពេលចាប់ផ្ដើមដំបូងទេប៉ុន្តែយូរទៅអាចជាសកម្មភាពមួយដែលផ្ដល់ការកំសាន្តខ្វះមិនបានប្រសិនបើមិនតាមដាននោះក៏ពិបាកនៅក្នុងការគ្រប់គ្រងសុខភាពហិរញ្ញវត្ថុទម្លាប់តាមដានបែបនេះដូចគ្នាទៅនឹងទម្លាប់សន្សំដែរនៅពេលដែលសន្សំកាន់តែយូរគឺកាន់តែជក់ចិត្តនៅក្នុងការបន្តសន្សំនៅពេលដែលតាមដានដឹងថាការចំណាយដែលមិនសមទំនងកើតឡើងនោះនឹងមានភាពសោកស្ដាយហើយភាពសោកស្ដាយត្រង់ចំណុចនេះហើយកាន់តែជំរុញចិត្តឲ្យបន្តសន្សំមានរបៀបជាងមុន2ការផ្ដល់របស់ល្អចំពោះខ្លួនឯងសម្ភារៈគុណភាពអាហារឆ្ងាញ់កន្លែងកំសាន្តប្រណិតមិនមែនជាចំណោទបញ្ហាឬការហាម5ដើម្បីសល់ថវិកានោះទេព្រោះចំណែកទាំងអស់នេះបានផ្ដល់នៅមេរៀនក៏ដូចជាបទពិសោធន៍ជីវិតនិងជាការលើកទឹកចិត្តខ្លួនឯងក៏ដូចជាការទាញធម៌ពលមកវិញយ៉ាងណាមិញនៅក្នុងការបញ្ជៀសពីផលលំបាកផ្នែកហិរញ្ញវត្ថុនាពេលអនាគតគឺការថ្លឹងថ្លែងឲ្យមានតុល្យភាពរវាងចំណូលនិងចំណាយប្រសិនបើចំណាយលើភាពប្រណិតល្អញឹកញាប់ពេកនោះពលគឺលើសសាច់ប្រាក់ពីការរកបានវាបង្កើតបានជាវិបត្តិនៃការ
ការចំណាយចំពោះខ្លួនឯងនាពេលខាងមុខ 3. គ្មានទម្លាប់សន្សំហានិភ័យដែលគ្មានទម្លាប់សន្សំប្រៀបដូចជាការបើកបរដោយបិទភ្នែកព្រោះគ្រោះអាសន្នអាចនឹងកើតមានគ្រប់ពេលដោយមិនដឹងខ្លួនត្បិតថាការសន្សំពុំអាចដោះស្រាយបញ្ហាបានទាំងស្រុងក៏ពិតមែនប៉ុន្តែការសន្សំគឺជាទម្លាប់មួយកាត់បន្ថយបញ្ហាជាការបំរុងបញ្ហាធំឲ្យទៅជាតូចនិងកាត់បន្ថយសម្ពាធផ្លូវចិត្តផងដែរចាប់ផ្ដើមសន្សំថ្ងៃនេះដើម្បីផ្ដល់រង្វាន់ធំជូនខ្លួនឯងនៅថ្ងៃក្រោយផ្សោតទន្លេក្រពើភ្នំអណ្ដើកលួងនិងត្រីកម្រជាច្រើនទៀតកំពុងបង្ហាញវត្តមាននិងមានចំនួនកើនឡើងច្រើននៅកម្ពុជាចំនួនត្រីផ្សោតទឹកសាបនាពេលកន្លងមកមានការថយចុះប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះពិសេសក្នុងឆ្នាំ2025មានការកើនឡើងចំនួនជាបន្តបន្ទាប់និងក្រៅពីនេះចំពោះសត្វត្រីកម្រដទៃទៀតក៏ឃើញមានវត្តមានបង្ហាញឲ្យឃើញជាបន្តបន្ទាប់ដូចគ្នាដែរដែលទាំងនេះសបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំការពារនិងអភិរក្សបានជោគជ័យរបស់កម្ពុជាយើងនេះបើតាមការលើកឡើងរបស់ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងក្នុងពិធីជុំវិញទន្លេមេគង្គដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា Cambodia International Film Festival កាលពីដើមសប្តាហ៍នេះនាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនក្នុងរាជធានីភ្នំពេញបានឲ្យដឹងថាចំនួនសត្វផ្សោតទឹកសាបក្នុងឆ្នាំ2024កន្លងមកមានការកើនឡើងចំនួន5ក្បាលខណៈ2ទៅ3ឆ្នាំមុនមានការថយចុះដោយឡែកសម្រាប់ដើមឆ្នាំ2025នេះចំនួនសត្វផ្សោតកើនឡើងចំនួន3ក្បាលបន្ថែមទៀតចំណែកឯការស្លាប់របស់ពួកវានៅពុំទាន់ឃើញមាននោះទេលើសពីនេះក៏មានធនធានត្រីកម្រផ្សេងជាច្រើនទៀតដូចជាបបែលយក្សដែលមានទម្ងន់ជាង300គីឡូក្រាមឈ្មោះបូរមីជាដើមក្រៅពីនេះកម្ពុជាក៏មានត្រីគល់រាំងនិងត្រីកម្រមួយចំនួនទៀតបង្ហាញខ្លួនញឹកញាប់ផងដែរឯកឧត្តមដិតទីណាបានថ្លែងបញ្ជាក់ថាធនធានសត្វរបស់កម្ពុជាយើងបានកើនឡើងក្នុងនោះមានដូចជាសត្វផ្សោតសមុទ្រជ្រូកទឹងនិងសត្វផ្សោតពណ៌ផ្កាឈូកជាដើមទាំងនេះដោយសារតែកម្ពុជាយើងបានធ្វើការអភិរក្សបានល្អសម្រាប់ជ្រូកទឹកត្រូវការស្មៅសមុទ្រនៅក្នុងទឹងដូច្នេះកាលណាមានស្មៅទឹងយើងតែងឃើញជ្រូកទឹកនឹងមករកស៊ីចំណីរបស់វាហើយឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថាក្រៅពីនេះកម្ពុជាយើងក៏មានក្រពើភ្នំដែលបានលែងច្រើននាពេលកន្លងមកក្រពើភ្នំនេះកម្ពុជាយើងមានច្រើនជាងគេនៅលើពិភពលោកចំណែកឯអណ្ដើកលួងក៏ដូចគ្នាជាសត្វតំណាងនិមិត្តរូបនៃប្រទេសកម្ពុជាយើងបានបង្កាត់មេពងកូនយកទៅលេងទាំងអស់នេះគឺជាផ្នែកមួយទៀតនៅក្នុងការខិតខំប្រឹងប្រែងអភិរក្សក៏ដូចជាការថែរក្សាសត្វកម្ររបស់កម្ពុជាយើងឲ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀតជាបន្តនាងខ្ញុំសូមជូនព្រឹត្តិការណ៍កីឡានិងកម្សាន្តសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រើយុទ្ធសាស្ត្រថ្មីដើម្បីបង្កើនគុណផលអត្តពលិកខ្លួនសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំការប្រកួតទេសសាកល្បងសមត្ថភាពក្រុមជម្រើសជាតិទាំងក្រុមធំនិងក្រុមតូចត្រៀមការប្រកួតអន្តរជាតិនានាតាមរយៈការរៀបចំឲ្យមានការប្រកួតជាប្រចាំរវាងក្រុមជម្រើសជាតិនិងក្លឹបលោកប៊ុយសុភ័ណ្ឌប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដឹងថាឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់ការប្រមូលផ្ដុំក្រុមជម្រើសជាតិចំនួន2ប្រភេទគឺការប្រមូលផ្ដុំជម្រើសជាតិក្រុមធំត្រៀមស៊ីហ្គេមលើកទី33នៅថៃចុងឆ្នាំនេះនិងការប្រមូលផ្ដុំជម្រើសជាតិថ្នាលសម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ីលើកទី4ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2029លោកប៊ុយសុភ័ណ្ឌបន្តថាសហព័ន្ធក៏បានរៀបចំការធ្វើតេស្តដើម្បីចម្រាញ់យកកីឡាករកីឡាការិនីឆ្នើមទាំងថ្នាលនិងក្រុមធំសម្រាប់ត្រៀមការប្រមូលផ្ដុំនាអំឡុងខែមេសាខាងមុខត្រៀមការប្រកួតអន្តរជាតិនានាទាំងកម្រិតយុវជននិងក្រុមថ្នាលពិសេសគឺការសម្រួចទៅព្រឹត្តិការណ៍ធំទាំងពីរជាមួយគ្នានោះដែរសហព័ន្ធក៏នឹងប្រើយុទ្ធសាស្ត្រថ្មីដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ក្នុងការប្រមូលផ្ដុំនេះដែរលោកប្រធានសហព័ន្ធបន្តទៀតថាការប្រមូលផ្ដុំវឹកហាត់ឆ្នាំនេះជាយុទ្ធសាស្ត្ររបស់សហព័ន្ធគឺមានភាពប្លែកដោយសារតែសហព័ន្ធក្រុងសហការជាមួយបណ្ដាក្លឹបប្រដាល់សកលនៅរាជធានីភ្នំពេញដើម្បីរៀបចំការប្រកួតលក្ខណៈបោះជំរំប្រកួតវឹកហាត់រៀងរាល់2សប្ដាហ៍ម្ដងដែលនឹងចាប់ផ្ដើមពីថ្ងៃទី30ខែមីនាតទៅនេះជាយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងបច្ចេកទេសក៏ដូចជាការផ្ដល់ឱកាសបន្ថែមដល់កីឡាករកីឡាការិនីប្រកួតឲ្យបានញឹកញាប់ដើម្បីដកស្រង់បច្ចេកទេសក្រៅពីនោះក៏មានផែនការរៀបចំការប្រកួតឲ្យបានមួយខែម្ដងសម្រាប់ថ្នាលផងដែររវាងជម្រើសជាតិនិងថ្នាលមកពីតាមបណ្ដាក្លឹបក្នុងន័យពង្រឹងសមត្ថភាពនិងបច្ចេកទេសត្រៀមកីឡាយុវជនអាស៊ីឆ្នាំ2029អ្នកចាត់ការទូទៅនិងគ្រូជំនួយអះអាងថាវគ្គផ្ដាច់ព្រាត់ Futsal ជើងឯករាជធានីភ្នំពេញខាងមុខនេះនឹងមានការគាំទ្រច្រើនរាយការណ៍ដោយក្រុមការងារ AMS Sport
ទាំងលោកឈួនឆវ៉ាន់អ្នកចាត់ការទូតក្រុមមីហិលស៊ូអ៊ូយ៉ាងហ្គាន់និងលោកសនពិសិដ្ឋគ្រូជំនួយក្រុមស៊ីឡៃស្តាអះអាងថានឹងមានអ្នកគាំទ្រខ្លួនយ៉ាងច្រើនចូលរួមលើកទឹកចិត្តក្រុមក្នុងវគ្គផ្ដាច់ព្រាត់បាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី29ខែមីនាឆ្នាំ2025នាពហុការដ្ឋានជាតិមរតកតេជោជាក់ស្ដែងលោកឈួនឆវ៉ាន់អ្នកចាត់ការក្រុមមីហិលឲ្យដឹងថាក្រុមការងារមីហិលគ្រប់សាខានឹងចូលរួមដើម្បីស្រែកហូលើកទឹកចិត្តបាទយើងមានការត្រៀមដូចជាអ្នកគ្រប់គ្រងក៏ដូចជាជាពិសេសគឺខាងម្ចាស់ឧបត្ថម្ភរបស់យើងហ្នឹងគឺគាត់បានអញ្ជើញខាងម្ចាស់សាខាអស់នឹងចូលរួមគ្រប់គ្រងក្រុមបាល់ទាត់មីហិលស៊ីអូយ៉ាងកាត់នេះនៅវគ្គ final ដែរបាទយើងបានត្រៀមដូចជាក្រុមឈៀក្រុមស្គរក៏ដូចជាតុងរបស់ក្រុមយើងដែរពីខ្ញុំទៅមានតែស្នំពរបងប្អូនអស់គ្នាដើម្បីចូលរួមគ្រប់គ្រងក្រុមបាល់ទាត់មីហិលស៊ីអូយ៉ាងកាត់ក៏ដូចជាក្រុមបាល់ទាត់ទាំង3ទៀតដែលបានឡើងមកដល់វគ្គនេះហើយក៏ស្នំពររបស់គ្នាដើម្បីគ្រប់គ្រងបាល់ទាត់ក្នុងសាលរបស់យើងដែរបាទហើយការប្រកួតនេះគឺសំខាន់មែនទែនក្នុងការផ្សព្វផ្សាយនៅបាល់ទាត់ក្នុងសាលយើងដែរបាទចំណែកលោកសនពិសិដ្ឋគ្រូជំនួយស៊ីឡៃស្តាប្រាប់ថាអ្នកគាំទ្រខ្លួនយ៉ាងច្រើននឹងចូលរួមហើយក៏នឹងមានការចែកអាវអនុស្សាវរីយ៍ជូនអ្នកគាំទ្រទៀតផងសម្រាប់ fan ស៊ីឡៃស្តាមានច្រើនគឺសំដែរបាទតាមយើងដឹងហើយថ្ងៃហ្នឹងយើងមានការចែកអាយ fan ចំនួន100អាយសម្រាប់ fan ដែលគាត់មកចូលរួមទស្សនាតដោយឡាខែបាទហើយយើងមានក្រុមឈៀមានអីច្រើនដើម្បីទៅចូលរួមញ៉ាំបរិយាកាសឲ្យវាមើលទៅអស្ចារ្យដោយសារដូចខ្ញុំនិយាយវាជាលើកដំបូងនិយាយទៅខ្ញុំសូមស្នើសូមឲ្យបងប្អូនទស្សនិកជនទាំងអស់កុំភ្លេចទៅចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោឬក៏ទស្សនាតាមការ live បាទថ្នាក់ដឹកនាំក្រុមទាំងពីរក៏បានបង្ហាញពីមោទកភាពដែលបានឡើងមកកាន់វគ្គផ្ដាច់ព្រាត់ហើយមានឱកាសប្រកួតលើទីលាននៅភូមិកីឡដ្ឋានជាតិមរតកតេជោជាមានអារម្មណ៍រំភើបមែនទែនព្រោះថារដងខ្ញុំធ្លាប់តែប្រកួតនៅទីលានតារាធម្មតាតែថ្ងៃនេះសប្តាហ៍នេះតែត្រូវប្រកួតវគ្គ final នេះគឺយើងបានទៅទីលានប្រកួតបែបស្តង់ដារមួយរបស់ថ្នាក់អន្តរជាតិបាទសម្រាប់ក្រុមខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តសប្បាយរីករាយខ្លាំងមែនទែនហើយណាមួយវាជាលើកដំបូងសម្រាប់ក្រុមក្នុងការឡើងមកដល់វគ្គផ្ដាច់ព្រាត់ហើយមួយវិញទៀតជាលើកដំបូងសម្រាប់ក្រុមដែលគូផ្សារយើងដែលបានទៅលេងនៅកីឡដ្ឋានបែបស្តង់ដារនៅមរតកតេជោសម្រាប់ថ្ងៃប្រកួតពួកយើងបានរៀបចំខ្លួនបានរួចរាល់ល្អហើយទោះបីមានបញ្ហាកីឡាករមួយចំនួនអីប៉ុន្តែឥឡូវពួកគាត់អាចវិលត្រឡប់មកវិញ 100% បានអញ្ចឹងសម្រាប់ថ្ងៃ final ពួកយើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីឲ្យការប្រកួតនឹងមើលទៅល្អមើលបាទវគ្គផ្ដាច់ព្រាត់បាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាជធានីភ្នំពេញក្រៅពីគូប្រកួតដណ្ដើមជើងឯកក៏មានចំនួនប្រជែងយកចំណាត់ថ្នាក់លេខ3រវាងក្រុមឡាគីនិងក្រុមដេភីណាត់និងការប្រកួតគូកិត្តិយសរវាងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនិងក្រុមផ្ការីកគ្រប់រដូវអបដោយកម្មវិធីពិសេសយ៉ាងច្រើនទៀតសាកលវិទ្យាល័យធំៗទាំង7រៀបចំសង្ក្រាន្តឆ្នាំថ្មីនិងមានវត្តមានតារាល្បីៗចូលរួមជារៀងរាល់ឆ្នាំនៅតាមសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញតែងតែប្រារព្ធធ្វើកម្មវិធីសង្ក្រាន្តដើម្បីសិស្សនិស្សិតជួបជុំនិងលេងកម្សាន្តមុនដល់ពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ AMS បានស្រាវជ្រាវនិងរកឃើញសាកលវិទ្យាល័យធំៗទាំង7ដែលបានប្រារព្ធធ្វើពិធីសង្ក្រាន្តមានទាំងតារាចម្រៀងតារាសម្ដែងល្បីៗជាច្រើនរូបចូលរួមផងដែរ1វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬសាលាតិចណូត្រឡប់មកជាថ្មីម្ដងទៀតជាមួយសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរសាលាតិចណូដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី29និង30ខែមិនិនាឆ្នាំ2025សង្ក្រាន្តឆ្នាំថ្មីលើកនេះមានសកម្មភាពកម្សាន្តជាច្រើនដូចជាទស្សនីយភាពវប្បធម៌ប្រពៃណីជាតិខ្មែរការលេងល្បែងប្រជាប្រិយខ្មែរស្តង់ពិព័រណ៍អាហារយ៉ាងសម្បូរបែបជាពិសេសតន្ត្រីបុរាណនិងសម័យដ៏រស់រវើកដែលមានការចូលរួមពីសំណាក់តារាល្បីៗដូចជាយ៉ាន់សុជាតាក្រុមប៉ៃឌីអេណារីតានិងតារាជាច្រើនរូបទៀតទី2សាកលវិទ្យាល័យជាតិគ្រប់គ្រង
សកលវិទ្យាល័យជាគ្រប់គ្រងនឹងរៀបចំព្រឹត្តិការណ៍ NUM សង្ក្រាន្តរយៈពេល2ថ្ងៃគឺថ្ងៃទី4និងថ្ងៃទី5ខែមេសាឆ្នាំ2025ខាងមុខនេះព្រឹត្តិការណ៍ NUM សង្ក្រាន្តមានការលេងល្បែងប្រជាប្រិយខ្មែរការតាំងពិព័រណ៍ស្តង់ចំណីអាហារនិងការប្រគំតន្ត្រីដែលមានការចូលរួមពីព្រះនាងចេនណានិងតារាល្បីៗជាច្រើនរូបទៀតទី3សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬសាលារចនានឹងរៀបចំពិធីតាំងពិព័រណ៍រយៈពេល3ថ្ងៃនៅថ្ងៃទី4ទី5ទី6ខែមេសាខាងមុខនេះចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង9យប់ដោយមានការតាំងពិព័រណ៍បង្ហាញស្នាដៃរបស់សិស្សនិស្សិតនិងសម្ដែងទស្សនីយភាពសិល្បៈបុរាណប្រពៃណីការប្រគំតន្ត្រីចម្រុះនិងការលេងល្បែងប្រជាប្រិយខ្មែរព្រមទាំងមានស្តង់អាហារនិងភេសជ្ជៈផងដែរទី3សាកលវិទ្យាល័យ Norton ជួបគ្នាឆាប់សង្ក្រាន្ត Norton 2025នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី10-11ខែមេសាឆ្នាំ2025ជាមួយកម្មវិធីកម្សាន្តសប្បាយទាំងកម្មវិធីវប្បធម៌ល្បែងកម្សាន្តប្រជាប្រិយខ្មែរនិងមានការប្រគំតន្ត្រីត្រៀមខ្លួនហើយឬនៅជាមួយសង្ក្រាន្ត Norton ឆ្នាំ2025ទី4សាកលវិទ្យាល័យកម្ពុជាឬ UCនាថ្ងៃទី5ខែមេសាឆ្នាំ2025ខាងមុខនេះសាកលវិទ្យាល័យនឹងរៀបចំការប្រគំតន្ត្រីខ្នាតធំនៅក្នុងទីតាំងសាលាផ្ទាល់ដោយមានការចូលរួមពីសំណាក់តារាល្បីៗដូចជាព្រះនាងចេនណា ថេណា ពេជ្រសូលីកានិងតារាជាច្រើនរូបទៀតនៅក្នុងនោះដែរក្រៅពីនេះក៏មានការរៀបចំពិធីបែបកម្សាន្តប្រពៃណីខ្មែរជាច្រើនទៀតផងដែរទី5សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំកម្មវិធីសង្ក្រាន្តរយៈពេល2ថ្ងៃជាប់គ្នានៅថ្ងៃទី5ទី6ខែមេសាឆ្នាំ2025នៅក្នុងទីតាំងសាលាដោយផ្ទាល់នៅក្នុងនោះមានការលេងល្បែងប្រជាប្រិយខ្មែរការតាំងពិព័រណ៍ស្តង់ចំណីអាហារការប្រគំតន្ត្រីពិសេសមានការចូលរួមពីក្រុមទួថ្លុករិទ្ធដារ៉ូនិងមុំវ៉ាន់ដាវិននិងតារាល្បីៗជាច្រើនរូបទៀតទី6សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសង្ក្រាន្តរោលឆ្នាំ2025នឹងប្រារព្ធឡើងនៅថ្ងៃទី7ខែមេសាឆ្នាំ2025នៅទីតាំងផ្ទាល់របស់សាកលវិទ្យាល័យនេះបើយោងតាមការបង្ហោះជូនដំណឹងលើផេកសហគមន៍និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច7សាកលវិទ្យាល័យបញ្ញាសាស្ត្រសាកលវិទ្យាល័យបញ្ញាសាស្ត្រនឹងរៀបចំធ្វើកម្មវិធីសង្ក្រាន្តនៅថ្ងៃទី6ខែមេសាឆ្នាំ2025នៅទីតាំងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាទូលកុកចាប់ពីម៉ោង7ព្រឹកដល់ម៉ោង10យប់ព្រមទាំងមានសកម្មភាពសប្បាយនិងមានស្តង់លក់ចំណីអាហារផងដែរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនស្វាគមន៍មកកាន់វគ្គទី2នៃព្រឹត្តិការណ៍ប្រចាំថ្ងៃនៅក្នុងវគ្គនេះលោកអ្នកនឹងបានទស្សនានៅបទយកាស្ដីពីអនុវត្តទិស្លោករក្សាចាស់បង្កើតថ្មីនិងអភិវឌ្ឍថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនាំឲ្យការសម្ដែងល្ខោនប្រមាជតីទទួលបានជោគជ័យគួរជាទីមោទនៈឈ្មោះអូនល្បីសងសាយល្បីឆ្ងាយឮដល់បងការកុលាបបៃលិនមួយតងមានលំអងក្រអូបក្រៃការអ្វីក៏ផ្ទឹមពំបាល្ខោនប្រមាជតីដែលសឹងតែបាត់ដានពីវិស័យសិល្បៈភាពយន្តខ្មែរទៅហើយត្រូវបានក្រសួងវប្បធម៌គាស់រំលើងយកមកសម្ដែងជាថ្មីវិញនិងបានទទួលការគាំទ្រយ៉ាងគក្រឹកគក្រែងភ្លុកទឹកភ្លុកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរកែវក៏លយានឲ្យសងសានក្នុងដួងចិន្តាអបផ្កាកូឡាបៃលិនអើយក្រោយប្រសាសន៍ជំរុញឲ្យមានការគាស់កកាយនៅសិល្បៈល្ខោនបុរាណចាស់ឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្រមទិស្លោករក្សាចាស់បង្កើតថ្មីនិងអភិវឌ្ឍថ្មីល្ខោនប្រមាជតីត្រូវបានស្ថាប័នជំនាញបានលើកយកមកដំឡើងជាថ្មីក្នុងខ្សែរឿងអក្សរសិល្ប៍ខ្មែររឿងកុលាបបៃលិននិងបានដាក់សម្ដែងឲ្យប្រជាពលរដ្ឋបានទស្សនាដោយសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជនក្រសួងវប្បធម៌តាមរយៈនាយកដ្ឋានសិល្បៈទស្សនីយភាពដែលមុននេះមានគម្រោងដាក់សម្ដែងត្រឹមតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំត្រូវបានផ្លាស់ប្ដូរឲ្យមានការសម្ដែងដល់ទៅ2ដងជាបន្តបន្ទាប់វិញកាលពីចុងខែមករានិងពាក់កណ្ដាលខែកុម្ភៈឆ្នាំ2025កន្លងទៅថ្មីនេះនៅសាលមហោស្រពចតុមុខរាជធានីភ្នំពេញអាយុដំបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានអញ្ជើញទៅគាំទ្រនិងចូលរួមទស្សនាជាមួយប្រជាពលរដ្ឋដទៃទៀតផងដែរនោះបានថ្លែងការចាប់អារម្មណ៍ថាអូមើលបាទចង់មើលយូរហើយ
ធ្លាប់តែស្ដាប់ល្ខោននិយាយនៅពេលនេះបានមកមើលនៅកន្លែងនេះតែម្ដងគឺតួសម្ដែងបានល្អអត់ខ្ចោះតែម្ដងទាំងតួស្រីតួប្រុសក៏តួប្រឡាត់វិញកំ pl ែងទៀតបាទអញ្ចឹងទេពិតជារីករាយណាស់ដែលបានមកទេសនាអតីតកាលគឺមិនសល់នៅមរតកបាទដែលมันអាចភ្លេចបានហើយមិនគួរភ្លេចបានហើយអនាគតកាលវានឹងវិវត្តទៅទៀតហើយបើយើងអាចតភ្ជាប់ពីអតីតកាលនិងអនាគតកាលជាមួយគ្នាវានឹងកសាងបាននៅសាច់រឿងមួយដែលគួរជាទីគយគន់គួរជាទីចាប់អារម្មណ៍បាទហើយនេះឯងដែលជាមរតកដែលយើងមិនសល់ទុកពីដូនតាមកឲ្យយើងហើយយើងក៏បីថែរក្សាតទៅទៀតបាទបើមានលេងទៀតមកមើលទៀតសុំកុំតែរឿងមួយហ្នឹងមានរឿងផ្សេងទៀតមានផ្កាសពោនមានទុំទាវអញ្ចឹងណាបាទបើមានទៀតមើលទៀតបាទមើលទៀតបាទមកគ្រប់ត្ររហូតកាកូឡាបៃលិនមួយតងមានលំអងក្រអូបក្រៃកាអ្វីក៏ផ្ទឹមពុំបាន ល្ខោនប្រមាជតីជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយប្រភេទដែលកាត់ឡើងនៅក្នុងសង្គមខ្មែរក្នុងអំឡុងដើមទសវត្សរ៍ទី20ទម្រង់ល្ខោននេះត្រូវគេបញ្ជាក់ថាបានយកលំនាំទាំងស្រុងពីល្ខោនច្រៀងអូប៉េរ៉េតប្រទេសបារាំងហើយវង់ភ្លេងដែលបម្រើដល់ការសម្ដែងគឺប្រើប្រាស់ឧបករណ៍បច្ចឹមប្រទេសតែក្រោយមកខ្មែរយើងក៏បញ្ចូលតន្ត្រីបុរាណព្រមទាំងនិពន្ធទំនុកភ្លេងនិងទំនុកច្រៀងបែបខ្មែរមកបញ្ចូលថ្មីវិញបើទោះបីជាមានការអាក់ខាននិងអវត្តមាននៅលើឆាកសម្ដែងអស់រយៈពេល74ទសវត្សរ៍យ៉ាងណាក៏ដោយការសារយកមកដំឡើងនិងរៀបចំសម្ដែងជាថ្មីវិញនេះត្រូវគេមើលឃើញថាមានភាពល្អឥតខ្ចោះទាំងទម្រង់នៃការសម្ដែងការរៀបចំឆាកការរៀបចំសម្លៀកបំពាក់និងការរៀបចំតួអង្គជាដើមបងស្រឡាញ់នួនល្អងកុំអាស្រឡាញ់គេចោលបងចាំរៀមតាមការបញ្ជាក់ពីមន្ត្រីជំនាញទម្រាំចេញជារូបរាងល្ខោនប្រមាជតីរឿងកុលាបបៃលិននេះឡើងបានគឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ទាំងអ្នកល្ខោននិយាយអ្នកល្ខោនបាសាជីកេអ្នករបាំនិងគ្រូភ្លេងជាច្រើនរូបដើម្បីធ្វើឲ្យទម្រង់សិល្បៈបុរាណមួយនេះមានភាពរស់រវើកលោកសាស្ត្រាចារ្យនប់សម្បត្តិដែលជាសហអ្នកដឹកនាំរឿងបានសម្ដែងក្តីត្រេកអរក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញបានទទួលលទ្ធផលជោគជ័យទម្រង់ប្រមាជតីនេះដែលមានលទ្ធភាពសម្ដែងជូនមហាជនទៅតែលើកទី1លើកមុនយូរហើយក៏មានបានសម្ដែងរឿងជ្រក់អូយ៉ូដាក៏ប៉ុន្តែអត់ទលំទលាយទេសម្ដែងរយៈពេលតិចបំផុតអញ្ចឹងនេះហាក់ដូចជាលើកទី1ត្រឡប់មកវិញក្រោយពីបាត់បង់ជិត40ឆ្នាំបាទហើយថ្នាក់ដឹកនាំបានហើយមានគម្រោងថាចង់ឲ្យធ្វើល្ខោនប្រមាជតីនៅឆ្នាំ2025ចុងឆ្នាំហ្នឹងសុំមួយរឿងទៀតដើម្បីឲ្យប្រជាជនមហាជនបានស្គាល់ទម្រង់ល្ខោនប្រមាជតីនេះជាក់លាក់ហើយមានសេចក្តីរំភើបរីករាយនិងបង្ហាញអំពីល្ខោនប្រមាជតីដោយឲ្យកូនខ្មែរបានដឹងបានយល់ថានេះជាទម្រង់ល្ខោនមួយដែលបាត់បង់យូរមកហើយណាជាទម្រង់ល្ខោនមួយដែលសឹងតែរោគដានមិនចង់បានហើយយើងកោះរំលើងបានមកវិញអញ្ចឹងឲ្យកូនខ្មែរបានយល់ថាអូក្នុងសិល្បៈវប្បធម៌របស់យើងណាមានទម្រង់ល្ខោនប្រមាជតីនេះមួយទៀតដែលប្លែកដែលយើងមិនបានដឹងអញ្ចឹងមានសេចក្តីត្រេកអរក្រៃលែងដោយឲ្យបានយុវជនជំនាន់ក្រោយកូនខ្មែរជំនាន់ក្រោយបានមកទស្សនាហើយមកជួយគាំទ្របាននៅស្នាដៃដែលចាស់បុរាណដែលយើងខំកោះឡើងមកកាកូឡាបៃលិនមួយតងមានលំអងក្រអូបក្រៃកាអ្វីក៏ផ្ទឹមពុំបាននៅជាមួយគ្នានោះលោកតេងកំសរដែលជាតួអង្គចៅចិត្តក្នុងរឿងកុលាបបៃលិនជាទម្រង់ល្ខោនប្រមាជតីក៏បានសម្ដែងក្តីរំភើបផងដែរក្រោយមានការគាំទ្រច្រើនពីទស្សនិកជននៅទម្រង់សិល្បៈបុរាណមួយនេះសម្រាប់លោកខ្ញុំបាទផ្ទាល់ខ្ញុំបាទពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលឃើញសន្ទុះប្រជាពលរដ្ឋខ្មែរយើងមានការគាំទ្រនៅវិស័យសិល្បៈវប្បធម៌បែបបុរាណកន្លងមកវិស័យសិល្បៈយើងបែបបុរាណចឹងអត់សូវមានការគាំទ្រច្រើនប៉ុន្តែតកតងជាមួយនឹងទម្រង់ល្ខោនប្រមាជតីនេះគឺឃើញមានប្រជាពលរដ្ឋយើងភាគច្រើនគឺគាត់ចូលរួមគាំទ្រដូចថាគាត់ថាសបុតចាប់ដើមចាប់លក់គឺប្រកាសថាលក់គឺសបុតនឹងអស់ដែរបាទហើយអញ្ចឹង
ក្នុងនាមខ្ញុំជាសិល្បករដែលបានចូលរួមសម្ដែងនៅក្នុងទម្រង់ល្ខោនមកជតីរឿងកលាបៃលិនហ្នឹងគឺពិតជារំភើបខ្លាំងមែនតើហ្មងតាមការកុលាបបៃលិនមួយតងមានលំអងក្រអូបក្រៃការអ្វីក៏ផ្ទឹមពុំបាន កម្ពុជាត្រូវគេទទួលស្គាល់ថាជាប្រទេសមួយដែលសម្បូរពោពេញទៅដោយសម្បត្តិវប្បធម៌ប្រពៃណីដ៏សម្បូរបែបនិងចំណាស់មួយនៅក្នុងតំបន់យោងតាមប្រសាសន៍លោកសាស្ត្រាចារ្យនប់សម្បត្តិអ្នកជំនាញផ្នែកល្ខោនខ្មែរបានបញ្ជាក់ថាកម្ពុជាមានទម្រង់ល្ខោនច្រើនរហូតដល់23ទៅ24ទម្រង់ដែលចំនួននេះត្រូវលោកសាស្ត្រាចារ្យអះអាងថាសឹងតែគ្មានប្រទេសណាមានច្រើនដូចកម្ពុជាឡើយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តដល់ស្ថាប័នជំនាញត្រូវយកចិត្តទុកដាក់រួមគ្នាផ្សព្វផ្សាយនៅទម្រង់ល្ខោនបុរាណដែលកម្ពុជាមានទាំងនោះនិងសិល្បៈផ្សេងទៀតដែលបានស្រាវជ្រាវឃើញនិងត្រូវចងក្រងហើយដាក់ឲ្យប្រើប្រាស់ឲ្យបានទូលំទូលាយនិងអភិវឌ្ឍឲ្យកាន់តែទំនើបហើយត្រូវបង្កើតការចាប់អារម្មណ៍បង្កើតជីវេទិកាឲ្យប្រជាពលរដ្ឋបានស្គាល់ឲ្យស្របតាមទិសស្លោករក្សាចាស់បង្កើតថ្មីនិងអភិវឌ្ឍថ្មីចាំរៀមផងណាគូជីវិត លោកស្រីអ្នកនាងកញ្ញាជាទីគោរពព្រឹត្តិការណ៍ប្រចាំថ្ងៃដែលលោកអ្នកបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះនាងខ្ញុំលឿងសុផានីនិងក្រុមការងារសូមអរគុណនិងសូមគោរពលា